សួស្តីអ្នកនរគ្នាវិលត្រឡប់មកកាន់ប្លុកថ្មីថ្ងៃនេះរៀងស្រួលខ្លួនបន្តិចក៏ចង់មកចេញខាងក្រៅចង់មកអង្គុយលេងនៅខាងក្រៅតែយើងមកទិញអីនៅកន្លែងអីខ្ញុំទិញជាប្រចាំកន្លែងកាច់កែងក្រាសាំងអ្នកបើបែបអត់ស្គាល់បងនឹងឥឡូវស្មានហ្នឹងអត់សូវមានឡានម៉ូតូទេតើល្ងាចតិចទៀតអានឹងបានឡានម៉ូតូច្រើនហើយនេះខ្ញុំជិះទៅអង្គុយនៅ Big C ដោយសារតែខ្ញុំអត់ចង់ទិញ package អីនៅក្នុងនោះទេខ្ញុំទិញពីក្រៅទៅហ្មងទៅព្រោះអត់ចង់ព្រោះដឹងថារបស់ហ្នឹងគឺរបស់សៀមអញ្ចឹងខ្ញុំខកតែទៅអង្គុយលេងទេព្រោះខានចេញទៅក្រៅយូរព្រោះនៅប៉ោយប៉ែតមានតែមួយនឹងអីដែរអង្គុយលេងអញ្ចឹងប៉ុន្តែខ្ញុំទិញពីក្រៅទៅអង្គុយញ៉ាំលេងទេហើយនេះទស្សនភាពនៅតាមផ្លូវអានោះផ្សារតពូឥឡូវវាដកតពូចេញហើយដឹងគេហៅស្អីទេបើចង់ហៅផ្សារថៃផ្សារអីទៅហៅទៅយើងក្នុងនឹងស្តាអក្សរថៃហើយតែអីទេឥឡូវយើងមកដល់កន្លែងចំណតអូតូហើយយើងដើរចូលក្នុងឡានឥឡូវអត់សូវមានមនុស្សទេដោយសារតែពេលថ្ងៃដែលដឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យដឹងមានមនុស្សច្រើនអត់ផងមើលស្ងាត់ជ្រាបប៉ុន្តែពេលខ្ញុំទៅដល់នោះគឺដាច់ភ្លើងហើយអត់សូវមានមនុស្សទេនៅមើលទៅទស្សនភាពក្នុងនោះគឺមានភាគច្រើនគឺមានតិចហើយខ្ញុំអត់មានគឺអីច្រើនទេផាក់ហើយអង្គុយលេងលើហ្គេមហ្នឹងហើយមិនខ្វល់ទេព្រោះអត់បានទិញអីនៅក្នុងហ្នឹងទេបាទហើយបាច់មើលមុខខ្ញុំទេបាទរៀងស្លក់ខ្មៅស្អាប់ហ្នឹងគឺទៅតែរៀងក្រនពីជំងឺហើយទៅតែថ្ងៃហ្នឹងបានមកអង្គុយលេងខាងក្រៅខ្លះនេះដេកនៅក្នុងបន្ទប់លេបថ្នាំចង់មកទឹកជាងអីទៅតែថ្ងៃហ្នឹងរៀងក្រនហើយយប់មិញគេអត់សូវបានទៀតគឺរសារតែក្តៅខ្លួនខ្លាំងផឹកទឹកយ៉ាងអស់យ៉ាងច្រើនហើយភ្នែកមើលមុខយ៉ាងស្លក់មែនសាំមកតែខ្ញុំអង្គុយលេងផ្លែតហើយម៉ោង4ម៉ោង5អីគឺត្រឡប់ទៅផ្ទះវិញហើយនេះពេលល្ងាចគឺយើងត្រឡប់ទៅវិញហើយម៉ោងដែលយើងត្រូវទៅវិញហើយខ្ញុំអង្គុយខាងក្រៅតិចទៅបន្ទាប់ពីយើងជីឲ្យខ្ញុំចង់ជីឆ្វាពេញមកប៉ោយប៉ែតមកផ្លែហ្នឹងព្រោះខានចេញយូរហើយនេះគឺចង់ស្រល់យើងហ្នឹងហើយនេះទឹកអាកាមុនឥឡូវទឹកឡើងហៀឡើងលិចកញ្ចក់ខាងក្រៅនេះហើយអាកាអត់តន់លិចនឹងឲ្យអ្នកបើបែបក៏ជាស្គាល់កន្លែងហ្នឹងហើយអាគីនៅកន្លែងហ្នឹងមានផាប់មានអីចឹងធម្មតាគេផាក់ស៊ីកន្លែងហ្នឹងហើយអានេះល្ងាចនៃមួយជ្រុងទៀតកន្លែងហ្នឹងមានអីពេលល្ងាចឡើងរៀងលិចដែរតែក៏ឡើងម៉ូតូនឹងច្រើនតិចពេលល្ងាចងាយឡើងតោះអ្នកនរគ្នាមកមើលទស្សនភាពតាមដងផ្លូវមួយខ្ញុំអ្នកនរគ្នា Let's go តាមបានវល់អូមែនមើលខ្លួនឯងទៅស្អាតហ្មងអារម្មណ៍ពេលហ្នឹងនេះដែរហ្នឹងមានន័យអាផ្លូវហ្នឹងគឺខ្ញុំអត់អាចជិះហ្មងតាំងពីនៅប៉ោយប៉ែត 3-4 ឆ្នាំហ្នឹងគឺអត់អាចជិះឲ្យយើងចង់សាក់ខ្លួនឯងជិះផ្លូវហ្នឹងដល់ផ្លូវតែឃើញអត់បាទសាំមែនអាចជិះតែដឹងតែទឹកហ្នឹងទឹកទៅផ្ទះអញ្ចឹងជិះរកទៅចង់ទៅផ្លូវហ្នឹងទៅដល់ផ្ទះអត់សាក់លបង challenge ជីវិតហើយមកនៅបើប៉ែដើរជិះមកតាមចនីហ្នឹងផ្លូវហ្នឹងតែថ្ងៃហ្នឹងថាដឹងមិនចង់បបិសោតជីវិតថ្មីកុំឲ្យថាមកនៅឲ្យអត់ស្គាល់អញ្ចឹងហើយយើងជិះមកតាមផ្លូវហ្នឹងតែទឹកដៅយើងគឺទៅផ្ទះហើយផ្ទះខ្ញុំនៅខាងហ្នឹងអញ្ចឹងខ្ញុំចេះជិះរកតាមគេតាមអីទៅហើយចេះជិះទៅមុខទៅហើយនេះមើលទៅគឺយើងចេះជិះទៅមែនអីបាត់ចោលឡើងកាច់ឆ្វេងកាច់ស្ដាំដល់ផ្លូវទៅផ្ទះឃើញដែរតាហើយពេលមកដល់កន្លែងនេះគឺទស្សនភាពមើលទៅទីក្រុងsunset បានជាអែមស្នេហ៍មែនតែបានឈើយូរទេបាទកុំឲ្យហើយហ្នឹងគឺខ្នល់បតុងកុំឲ្យថាយើងឈួនហើយនេះកន្លែងហ្នឹងខាងស្ដាំខ្នល់បតុងមកចាហៀងឯងចាក់បានមកចាហៀងហើយយើងមកដល់ផ្ទះហើយក៏ឃើញប្រច័នស្អាតថតទៅហើយនៅអ្នកនរគ្នាវីដេអូយើងមិនប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយកុំភ្លេច Subscribe មួយផង